ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាមុននឹងចូលទៅដល់សាច់រឿងកុំភ្លេចចុច like និង subscribe ឲ្យ admin ម្នាក់មួយផងណាទៅចាប់ផ្ដើមសាច់រឿងនៃភាគទី11នេះយើងក៏បានឃើញថា Yusuki គេកំពុងតែឈរសញ្ជឹងគិតនៅមុខបន្ទប់របស់ឪពុកគេតែគេក៏បានគិតនៅក្នុងចិត្តថាច្រើនឆ្នាំមកហើយដែលគេនឹងគឺមិនបានទៅនិយាយជាមួយឪពុករបស់គេផ្ទាល់ៗបែបនេះគិតបានមួយសន្ទុះនឹងគេក៏បានគោះទ្វារសម្រាប់ចិត្តដើរចូលទៅក្នុងបន្ទប់របស់ឪពុកគេដែលពេលនឹងសាច់រឿងក៏បានបង្ហាញឲ្យយើងឃើញអំពី Yusuki ជាមួយនៅឪពុករបស់គេកាលពីគេនឹងគឺនៅក្មេងនៅពេលនេះ Yusuki កំពុងតែអង្គុយលេងតុក្កតានឹងឪពុករបស់គេក៏បានមកសួរគេថាតើគេចង់អានសៀវភៅនេះអត់ដោយសៀវភៅនឹងគឺជាសៀវភៅអំពីរឿងព្រេងនៃភូមិគូប៊ីតាឈីហើយគាត់ក៏បាននិយាយទៀតថាកាលពីគាត់នៅក្មេងគាត់បានឮរឿងទាំងអស់នឹងច្រើនណាស់ហើយពួកគេទាំងពីរអ្នកឪពុកកូននឹងក៏បានអង្គុយសន្ទនានិយាយគ្នាលេងអំពីតុក្កតារបស់ Yusuki តែមកដល់ពេលបច្ចុប្បន្ននេះវិញនឹងឪពុករបស់គេក៏ចាប់ផ្ដើមសន្ទនាជាមួយនឹងគេមុនដោយគាត់គឺបានសួរថាតើថ្ងៃនេះនៅសាលារៀនយ៉ាងម៉េចដែរ Yusuki គេក៏តបថាមិនអីទេវាល្អដូចជាថ្ងៃធម្មតាអញ្ចឹងបន្ទាប់មកឪពុករបស់គេក៏បានសួរទៀតថាតើគេមកទីហ្នឹងតើចង់និយាយអ្វី Yusuki គេក៏តបភ្លាមៗថាត្រូវហើយគេមកទីហ្នឹងគឺគេចង់ដឹងអំពីឪពុករបស់ Hikaru ឪពុករបស់គេក៏បានសួរវិញថាតើគេចង់ដឹងអ្វីអំពីឪពុករបស់ Hikaru Yusuki ក៏បានតបទៀតថាគេចង់ដឹងថាតើកាលពីមុននោះគ្រួសារ Indo គឺបានធ្វើអ្វីឲ្យពិតប្រាកដហើយថាតើអំពើបាបរបស់ពួកគេហ្នឹងតើពួកគេបានសាងអ្វីឡើងឪពុករបស់គេក៏បានសួរទៅគេវិញថាតើនរណាប្រាប់គេអំពីរឿងទាំងអស់ហ្នឹង Yusuki ក៏បានតបថាគេបានធ្វើការស្រាវជ្រាវខ្លះៗអំពីរឿងទាំងអស់ហ្នឹងទៅនៅពេលហ្នឹងឪពុករបស់ Yusuki ក៏ចាប់ផ្ដើមនិយាយអំពីឪពុករបស់ Hikaru ដោយគាត់គឺមានឈ្មោះថា Kohei រួចបន្ទាប់មកគាត់ក៏ចាប់ផ្ដើមនិយាយថា Kohei ជាមួយនឹងគាត់ហ្នឹងគឺតែងតែនិយាយជាមួយគ្នាថាពួកគាត់គឺមិនដែលចង់ឲ្យកូនប្រុសរបស់ពួកគាត់នឹងទទួលបន្ទុកទាំងអស់នោះឡើយបន្ទាប់មកសាច់រឿងក៏បានបង្ហាញឲ្យយើងឃើញអំពីអតីតកាលរបស់ពួកគាត់ទាំងពីរនាក់ដែលកំឡុងពេលហ្នឹងពួកគាត់ទាំងពីរនាក់ហ្នឹងកំពុងតែអង្គុយនិយាយគ្នានៅក្នុងបន្ទប់មួយដែលឪពុករបស់ Hikaru គឺបាននិយាយថាគាត់គឺត្រូវតែរៀបការជាមួយនឹង Yuki ជាដាច់ខាតលើអញ្ចឹងហ្នឹងឪពុករបស់ Yusuki ក៏បានតបវិញថា Yuki ហ្នឹងគឺនាងបានបដិសេធការសុំរៀបការរបស់គេនឹង11ដងហើយតែនៅពេលហ្នឹងឪពុករបស់ Hikaru ក៏បានចាប់ផ្ដើមនិយាយថាខ្ញុំគឺជាមនុស្សរបស់គ្រួសារ Indo នៅក្នុងគ្រួសាររបស់ខ្ញុំគឺមានសម្ពាធត្រូវតែប្រញាប់រៀបការជាមួយនឹងមនុស្សដែលពិសេសសម្រាប់យើងហើយខ្ញុំគឺត្រូវតែនាំយក Yuki ឲ្យក្លាយជាផ្នែកមួយនៃគ្រួសាររបស់ខ្ញុំនិងការពារនាងឪពុករបស់ Yusuki ក៏បាននិយាយថាតើហេតុអ្វីបានជាត្រូវធ្វើអញ្ចឹងទៅនៅពេលហ្នឹងឪពុក Hikaru ក៏បានចាប់ផ្ដើមនិយាយថាកាលពីសម័យមុនគឺមានមេគ្រួសារ Indo វ័យក្មេងម្នាក់ភរិយារបស់គាត់គឺបានស្លាប់ដោយជំងឺមួយហើយក៏បានក្លាយជា Okubi Sama នៅពេលនោះហើយដែលរឿងគ្រប់យ៉ាងគឺបានចាប់ផ្ដើមមេគ្រួសារនោះគឺបានឡើងទៅលើភ្នំថ្វាយក្បាលរបស់ប្រពន្ធហើយចង់ដឹងថាគាត់សុំអ្វីអត់គឺគាត់បានសុំថាឲ្យប្រពន្ធរបស់គាត់មានជីវិតរស់ឡើងមកវិញមកហើយគាត់គឺនឹងពេញចិត្តយកក្បាលនរណាក៏បានដែរសុំឲ្យតែមិនមែនមកពីគ្រួសារ Indo ហើយបន្ទាប់មកភរិយារបស់គាត់គឺពិតជាបានរស់ឡើងមកវិញពិតមែនក៏ប៉ុន្តែនៅក្នុងថ្ងៃដដែលនោះគឺមានប្រជាជននៅក្នុងភូមិគឺត្រូវបានស្លាប់ជាង1/3ដោយមិនដឹងមូលហេតុច្បាស់លាស់ដោយខ្លះគឺប្រើខ្សែចងកសម្រាប់ខ្លួនឯងខ្លះទៀតគឺបានកាត់ក្បាលសមាជិកគ្រួសាររបស់ពួកគេហើយបន្ទាប់មកសម្រាប់ខ្លួនឯងផងដែរចំណែកខ្លះទៀតក្បាលរបស់ពួកគេហ្នឹងគឺត្រូវបានរងរបួសដោយសារតែសេះហ្នឹងគឺដេញជាន់ហើយចំណែកក្បាលមនុស្សខ្លះគឺបានបាត់បង់ទៅដោយចៃដន្យពុករបស់ Yusuki ក៏បានលាន់មាត់ថាបើអញ្ចឹងពួកគេទាំងអស់គ្នាហ្នឹងគឺសុទ្ធតែបាត់ក្បាលទាំងអស់គ្នាមែនឪពុក Hikaru ក៏បន្តទៀតថាជាការពិតណាស់ហើយគ្មានសមាជិកគ្រួសាររបស់ Indo ណាស្លាប់ឡើយក៏ប៉ុន្តែភរិយាដែលបានមានជីវិតរស់ឡើងមកវិញហ្នឹងគឺគ្មានអ្វីក្រៅពីក្បាលដែលមានជីវិតបានមួយផ្លែតហ្នឹងនោះទេដោយនាងគឺបានរងទុក្ខហើយនឹងស្លាប់ម្ដងទៀតនៅយប់នោះហើយបន្ទាប់មកការស្លាប់ដែលអាកំបាំងទាំងប្រមាណគឺបានបញ្ចប់រួមជាមួយនឹងរឿងអាក្រក់រួមទាំងជំងឺផ្សេងផងដែរក៏ប៉ុន្តែដូនតារបស់ខ្ញុំនឹងគឺប្រកាសជាមានសំណាងអាក្រក់ខ្លាំងណាស់ដោយសារតែដល់ថ្ងៃនោះមិនថាគេថ្វាយក្បាលប្រមាណនោះទេក៏គ្មានអ្វីកើតឡើងពិតប្រាកដនោះដែរនៅពេលហ្នឹងឪពុក Yusuki ក៏បានសួរថាអញ្ចឹងតើក្បាលទាំងអស់ហ្នឹងបើតាមពិតទៅមានប្រមាណទៅឪពុក Hikaru ក៏បានតបថានរណាទៅដឹងក៏ប៉ុន្តែពួកយើងគឺនៅតែមានក្បាលរបស់ភរិយានោះដែលឈ្មោះរបស់នាងគឺមានឈ្មោះថា Hichi Indo ដែលក្បាលរបស់នាងគឺតម្កល់នៅក្នុងព្រះវិហារនៃគ្រួសាររបស់យើងរហូតមកដល់សប្តាហ៍ថ្ងៃនេះនៅពេលឮអញ្ចឹងឪពុក Yusuki ក៏បានសួរទៅកាន់Koheiថាតើគេតែងតែធ្វើមិនខ្វល់អញ្ចឹងមែនតើគេមិនដែលគិតអំពីរឿងទាំងអស់ហ្នឹងទេមែនអញ្ចឹងឪពុករបស់ Hikaru ក៏បានឆ្លើយថាពិតណាស់គឺគេតែងតែគិតហើយវាគឺជាបន្ទុកមួយដែលគេគឺត្រូវតែទ្រទ្រង់វាក៏ជារឿង
មួយដែលយើងគឺត្រូវតែប្រាប់កូនរបស់យើងនៅថ្ងៃណាមួយផងដែរចំណែកឯមកដល់ពេលបច្ចុប្បន្នវិញហ្នឹងឪពុករបស់យូស៊ូគីក៏បានរៀបរាប់បន្តទៀតថានោះហើយគឺជាមូលហេតុដែលបុរសនៃគ្រួសារឥណ្ឌូគឺត្រូវយកហ៊ីជីសាន់ទៅភ្នំនោះនៅរៀងរាល់5ឆ្នាំម្ដងហើយពួកគេក៏បានយកទៅសុំខមាទោសក៏ដូចជាសូមអង្វរឲ្យព្រះគឺគង់នៅទីនោះនេះគឺជាអំពើបាបរបស់គ្រួសារឥណ្ឌូនិងប្រវត្តិនៃពិធីរបស់ពួកគេហើយនៅមុនពេលដែលកូហេស្លាប់គឺគេបានប្រយុទ្ធប្រឆាំងជាមួយនឹងមេគ្រួសារចំណាស់ដោយកូហេគឺគេសង្ឃឹមថាគេនឹងបញ្ចប់ពិធីមួយនោះនៅត្រឹមជំនាន់របស់គេតែប៉ុណ្ណោះដោយកូហេគឺបានព្យាយាមប្រកែកថាយូនូគីសាម៉ាគឺមិនមែនជាអ្វីដែលពួកគេនឹងគឺត្រូវគិតនោះទេហើយថែមទាំងបាននិយាយទៀតថាពិធីប្រពៃណីទាំងអស់នោះគឺគ្មានន័យនោះទេហើយបន្ទាប់ពីនឹងមិនយូរប៉ុន្មានគ្រោះថ្នាក់ចៃដន្យមួយក៏បានសម្លាប់កូហេក៏ប៉ុន្តែតើវាគឺជាគ្រោះថ្នាក់ពិតប្រាកដឬនៅពេលហ្នឹងយូស៊ូគីក៏បានសួរទៅកាន់ឪពុកគេថាតើគាត់មានអារម្មណ៍យ៉ាងដូចម្ដេចនៅពេលដែលឪពុករបស់ហេការុស្លាប់ហើយគាត់ក៏បានតបថាគាត់មានអារម្មណ៍ថាដូចជារឿងល្អៗទាំងអស់នៅក្នុងភូមិក៏បានបាត់បង់ទៅជាមួយនឹងឪពុកហេការុផងដែរគាត់ក៏បានបន្តទៀតថាយូស៊ូគីឯងមិនដូចពុកនោះទេតើឯងដឹងទេព្រោះឯងគឺមានទាំងកម្លាំងនិងមានភាពមានមេត្តារបស់ម្ដាយឯងហើយយូស៊ូគីឯងនឹងក្លាយជាមនុស្សល្អជាងពុកយូស៊ូគីក៏បានតបថាបើអញ្ចឹងហេតុអីបានជាពុកមិនទៅប្រាប់ម៉ាក់ខ្លួនឯងអំពីរឿងទាំងអស់ហ្នឹងគាត់ក៏តបថាដោយសារតែម៉ាក់របស់យូស៊ូគីគឺនាងរឹងមាំណាស់ហើយគាត់ខ្លាចថាថ្ងៃណាមួយគឺគាត់នឹងមិនមានតួនាទីឬមិនត្រូវបានទទួលស្គាល់ជាផ្នែកមួយនៃគ្រួសារនេះទៀតយូស៊ូគីក៏បានសួរថាតើការដែលមានតួនាទីហ្នឹងវាពិតជាសំខាន់ណាស់មែនអត់ឪពុករបស់គេក៏បានតបទៀតថាមនុស្សគឺតែងតែចង់បានអ្វីដែលពួកគេហ្នឹងមិនមានគ្រប់គ្រាន់មនុស្សដែលមិនមានអាហារគ្រប់គ្រាន់គឺតែងតែចង់ញ៉ាំឲ្យបានឆ្អែតហើយមនុស្សដែលស្រេកឃ្លាននឹងស្នេហាការថែទាំគឺតែងតែឆ្លុះវង្វេងនឹងស្នេហានិងចំពោះមនុស្សដែលអស់សង្ឃឹមនៅក្នុងការដែលត្រូវបានគេទទួលស្គាល់នៅកន្លែងណាមួយគាត់ប្រហែលជាកាលពីដើមឡើយគឺមិនដែលមានកន្លែងណាដែលធ្លាប់ទទួលស្គាល់គេនោះទេហើយគាត់ក៏បានបន្តសួរទៅកាន់យូស៊ូគីថាបើអញ្ចឹងតើពុកនឹងគួរតែទៅនិយាយជាមួយនឹងម៉ាក់ឲ្យបានច្រើនមែនយូស៊ូគីគេក៏តបថាគឺត្រឹមត្រូវហើយបន្ទាប់មកគេក៏បានសួរថាតើគេអាចយកសៀវភៅខ្លះៗរបស់ពុកគេនឹងយកទៅអានបានអត់នៅកំឡុងពេលដែលពួកគេនិយាយគ្នាហ្នឹងម៉ាក់ក៏ដូចជាប្អូនស្រីរបស់គេនឹងក៏បានមកលបមើលផងដែរដែលពួកគេខានឃើញរូបភាពទាំងអស់នឹងយូរហើយចំណែកហេការុនៅពេលនេះគឺក៏កំពុងតែឈរសម្លឹងទៅកាន់វិហារនៅក្នុងផ្ទះរបស់គេដោយគេគឺបានឮសូរសំឡេងដូចមនុស្សជាច្រើនហ្នឹងគឺបានលះបង់ជីវិតរបស់ពួកគេឲ្យទៅកាន់គេអញ្ចឹងក៏ប៉ុន្តែទោះជាបែបហ្នឹងក៏ដោយគេគិតថាវាគឺតែងតែមានហេតុផលកាលមកដល់យូស៊ូគីវិញដែលគេគឺកំពុងតែគិតថាសម្រាប់មនុស្សនៅក្នុងភូមិដើម្បីឲ្យស្ត្រីម្នាក់រស់ឡើងវិញហើយពួកគេក៏ត្រូវបានបង្ខំឲ្យទទួលទោសចំពោះរឿងនេះផងដែរដោយគ្រួសារឥណ្ឌូគឺបានបង្កឲ្យមានការស្លាប់ដ៏ធំក៏ប៉ុន្តែគឺនៅតែមានអ្វីមួយដែលចម្លែកដោយសារតែតំបន់នេះគឺត្រូវបានញាប់ញីដោយជំងឺតាំងពីយូរយារណាស់មកហើយសំខាន់តំបន់នេះគឺថែមទាំងមានកំណត់ត្រាផ្លូវការរបស់វាទៀតផងដោយគេគឺឆ្ងល់ថាតើនូគីសាម៉ាបានធ្វើអ្វីនៅមុនការស្លាប់ជាច្រើននេះហើយនៅមុនព្រឹត្តិការណ៍នេះហ៊ីឈីសាន់គឺមិនដែលព្រមព្រៀងមកពេញសំណើណាមួយទេសន្តិភាពបន្ទាប់ពីការស្លាប់ជាច្រើនតើនេះវាជាសំណើមែនអត់ថាជាព្រះដែលព្រមព្រៀងបំពេញសំណើមែនទេដំណើរនៅក្នុងការបដូរជាមួយក្បាលដោយយូស៊ូគីគេគិតយ៉ាងណាក៏នៅតែគិតមិនយល់អំពីរឿងទាំងអស់ហ្នឹងនោះដែរហើយនៅពេលដែលគេងើបចាក់ចេញរៀបនឹងដើរចេញទៅហ្នឹងគេក៏ស្រាប់តែធ្វើឲ្យសិភៅនៅលើតុហ្នឹងបានធ្លាក់ចុះនៅពេលដែលគេអោនរើសវាឡើងយកមកមើលហ្នឹងគេក៏ស្រាប់តែបាក់ទៅឃើញគំនូរមួយផ្ទាំងដោយនៅខាងក្រោមគំនូរនោះគឺគេបានដាក់ថាវាគឺនៅក្នុងឆ្នាំ1519បន្ទាប់មកសាច់រឿងក៏បានកាត់មកដល់នៅក្នុងបណ្ណាល័យដែលពេលហ្នឹងយូស៊ូគីគេបានយករឿងទាំងអស់ហ្នឹងមកប្រាប់ហីការុនៅពេលដែលឮហើយហ្នឹងហីការុគេក៏ចាប់ផ្ដើមសួរថាបើអញ្ចឹងតើហីការុគឺជាមនុស្សបែបណាដែរយូស៊ូគីគេក៏បានតបថាតើវាមិនយឺតពេលពេកទេអីដែលឯងហ្នឹងតែមកសួរយើងឥឡូវហ្នឹងហីការុគេក៏តបថាគេដឹងថាវាយឺតពេកក៏ប៉ុន្តែទោះជាយ៉ាងណាក៏វាជាកំហុសរបស់គេដែលធ្វើឲ្យរាងកាយរបស់ហីការុហ្នឹងគឺត្រូវរបួសទៅនៅពេលហ្នឹងយូស៊ូគីក៏បានសួរថាបើអញ្ចឹងឯងមានអារម្មណ៍ថាឯងខ្សោយជាងមុនដោយសារតែឯងហ្នឹងគឺបានបំបែកខ្លួនចេញជាពាក់កណ្ដាលហ្នឹងមែនហីការុគេក៏បានតបថា
នឹងវាក៏អាចជាមូលហេតុផងដែរតែយូស៊ូគីគេក៏បានបញ្ញាប់ដកចំណាយទាំងអស់ហ្នឹងយកទៅឲ្យហ៊ីការ៉ូដែលគេនិយាយថាឥឡូវយកទៅវិញទៅវាអាចខ្លាចទៅជាធម្មតាវិញអត់នៅពេលដែលឯងយកវាទៅវិញតើឯងនឹងលែងឈឺចាប់ទៀតហើយមែនហ៊ីការ៉ូគេក៏បានតបថាបើសិនជាគេដាក់វាចូលទៅក្នុងខ្លួនវិញក៏គេមិនដឹងថាវាអាចត្រឡប់ទៅធម្មតាវិញឬក៏អត់នោះទេដោយបំណែកពាក់កណ្ដាលនៃខ្លួនរបស់គេណាក៏ប្រហែលជាត្រូវតែចោលនៅក្នុងនឹងជារៀងរហូតហើយហ៊ីការ៉ូក៏បន្តទៀតថាប្រសិនបើគេដាក់បំណែកទាំងអស់នឹងចូលទៅវិញយូស៊ូគីក៏ប្រហែលជាព្យាយាមចាក់គេម្ដងទៀតហើយមែនអត់នៅពេលហ្នឹងយូស៊ូគីគេក៏តបថាគេនឹងមិនចាក់ហ៊ីការ៉ូនោះទេព្រោះយូស៊ូគីគេក៏ចាប់ផ្ដើមរៀបរាប់ថាហ៊ីការ៉ូគេគឺដូចជាតួអង្គចម្បងមួយនៅក្នុងមេនហ្គាគេគឺអាចរត់បានលឿនក៏ប៉ុន្តែការសិក្សារបស់គេនឹងគឺយឺតណាស់គេគឺអាចនិយាយជាមួយនឹងមនុស្សគ្រប់គ្នាក៏ប៉ុន្តែបុគ្គលជាន់ខ្ពស់គឺមិនចូលចិត្តហ៊ីការ៉ូនោះទេដោយសារតែគេគឺមិនទទួលគោរពពួកនោះទោះជាយ៉ាងណាក៏ដោយបុគ្គលថ្នាក់ក្រោមជាច្រើនគឺស្រឡាញ់រាប់អានហ៊ីការ៉ូណាស់តែងតែមានពាក្យចចាមអារាមអំពីមនុស្សស្រីដែលមានចិត្តលួចស្រឡាញ់ហ៊ីការ៉ូនៅរាល់ពេលគឺហ៊ីការ៉ូគេតែងតែភ័យខ្លាចនិងយកច្រឡំថាតើពួកនាងនឹងពិតប្រាកដជាមួយគេឬអត់ក៏ប៉ុន្តែចុងក្រោយពួកនាងគឺទៅស្រឡាញ់នរណាផ្សេងដែលមិនមែនជាហ៊ីការ៉ូនៅមុនពេលដែលហ៊ីការ៉ូស្លាប់គេគឺមានចំណាប់អារម្មណ៍ចំពោះសៃតូមកពីថ្នាក់បេពីព្រោះតែនាងគឺស្តៀងជាមួយនឹងតួអង្គដែលនៅក្នុងសៀវភៅគេបានអានហ៊ីការ៉ូគឺគេតែងតែគេងនៅពេលដែលមើលភាពយន្តហ៊ីការ៉ូគឺគេញ៉ាំរបស់គ្រប់យ៉ាងឲ្យតែគេនឹងគឺអាចញ៉ាំបានហ៊ីការ៉ូគឺតែងតែរឹងមាំហើយមិនធ្វើខ្លួនឲ្យ stress ដូចជាខ្ញុំនោះទេខ្ញុំគឺមិនធ្លាប់ឃើញទឹកភ្នែករបស់ហ៊ីការ៉ូទេនៅពេលដែលលើអញ្ចឹងហ៊ីការ៉ូក៏បានសួរយូស៊ូគីថាយូស៊ូគីនឹកហ៊ីការ៉ូពិតប្រាកដមែនយូស៊ូគីគេក៏បានតបថាពិតហើយគឺគេពិតជាបាននឹកហ៊ីការ៉ូពិតមែនរួចនៅពេលដែលពួកគេដើរចាកចេញមកវិញនឹងដើរនិយាយគ្នាសុកហ៊ីការ៉ូគេក៏ស្រាប់តែឈប់ស្ងៀមដោយមើលទៅហ៊ីការ៉ូនៅពេលហ្នឹងគេដូចជាបាត់បង់ការគ្រប់គ្រងខ្លួនឯងយូស៊ូគីនៅពេលហ្នឹងគេក៏បានដើរមកមើលវិញដែរដែលគេខ្លាចតែហ៊ីការ៉ូនឹងឈាមចំមកក៏ប៉ុន្តែនៅពេលដែលហ៊ីការ៉ូងើបមកឡើងមកវិញហ្នឹងយូស៊ូគីឃើញថាហ៊ីការ៉ូនៅពេលនេះគឺដូចជាមិនមែនគេទៀតនោះទេមានភាវៈចម្លែកគឺបានហៀចេញពីក្នុងករបស់ហ៊ីការ៉ូមកគឺអញ្ចឹងនឹងយូស៊ូគីក៏មិនបាននៅចាំយូរដែរដែលគេក៏បានព្យាយាមរត់ទៅពួនពីហ៊ីការ៉ូក៏ប៉ុន្តែមិនថាគេខំរត់កិច្ចយ៉ាងណានោះទេក៏គេមិនអាចរត់កិច្ចពីហ៊ីការ៉ូបាននៅដែរហើយនៅពេលហ្នឹងហ៊ីការ៉ូគេក៏បានព្យាយាមបញ្ចូលខ្លួនទៅកាន់យូស៊ូគីដំបូងឡើយហ្នឹងយូស៊ូគីគេក៏ដូចជាភ័យខ្លាចការឈឺចាប់ក៏ប៉ុន្តែនៅពេលហ្នឹងគេក៏សត្វតែមានអារម្មណ៍ថាដូចជាគ្មានភាពឈឺចាប់អីនោះទេហើយគេក៏បានគិតថាប្រហែលជាមកពីគេនឹងគឺបានលាយបញ្ចូលជាមួយនឹងហ៊ីការ៉ូនៅភ្លាមហ្នឹងហ៊ីការ៉ូគេក៏សាប់តែដឹងខ្លួនឡើងមកវិញនៅកំឡុងពេលរឿងទាំងអស់ហ្នឹងកើតឡើងយើងក៏ចាប់អារម្មណ៍ឃើញថាមានមនុស្សម្នាក់បានដើរឆ្លងកាត់កន្លែងហ្នឹងផងដែរដឹងខ្លួនឡើងមកវិញភ្លាមហ្នឹងហ៊ីការ៉ូគេក៏បានសួរថាតើគេធ្វើរឿងទាំងអស់ហ្នឹងម្ដងទៀតហើយមែនអត់យូស៊ូគីនៅពេលហ្នឹងក៏ព្យាយាមលួងលោមហ៊ីការ៉ូដែរដែលគេគឺនិយាយថាមិនអីនោះទេអញឃើញអត់យើងគឺគ្មានរបួសអីនោះទេក៏ប៉ុន្តែហ៊ីការ៉ូគឺបានងើបឡើងហើយបាននិយាយថាខ្ញុំគឺគួរតែដឹងហើយថាខ្ញុំគឺជាបិសាចនិយាយហើយហ៊ីការ៉ូគេក៏ចង់រត់ចាកចេញក៏ប៉ុន្តែយូស៊ូគីក៏បានចាប់ដៃគេជាប់ដោយបាននិយាយថាវាមិនមែនអញ្ចឹងនោះទេក៏ប៉ុន្តែហ៊ីការ៉ូនៅពេលនេះគេគឺគ្មានអារម្មណ៍ចង់ស្ដាប់អ្វីនោះទេគេក៏បានក៏វាដៃចេញពីយូស៊ូគីហើយក៏បានរត់ចាកចេញទៅសាច់រឿងក៏បានកាត់មកដល់យូស៊ូគីនៅពេលដែលគេកំពុងតែជិះរទេះភ្លើងគេក៏បានអង្គុយគិតអំពីហ៊ីការ៉ូក្នុងចិត្តរបស់គេគឺគិតថាមើលទៅនោះគឺដូចជាហ៊ីការ៉ូហើយនោះហើយគឺជាមូលហេតុដែលខ្ញុំទទួលយកគេក៏ប៉ុន្តែទោះជាយ៉ាងណាគេគឺត្រូវតែមានកន្លែងដែលជារបស់ខ្លួនគេបន្ទាប់មកសាច់រឿងនៅពេលហ្នឹងក៏បានបង្ហាញឲ្យយើងឃើញអំពីយូគីជាមួយនឹងអាសាកូដែលកំពុងតែដើរកាត់ភ្លៀងទៅក្នុងសាលារៀនមើលទៅគឺប្រហែលជាយូគីនឹងភ្លេចរបស់អ្វីមួយក៏ប៉ុន្តែនៅពេលហ្នឹងក៏សាប់តែងាកមកឃើញតែអាសាកូហ្នឹងគឺនាងមិនបានទទួលឆាននោះទេហើយមើលទៅអាសាកូនៅពេលហ្នឹងយូគីខំហៅយ៉ាងណាហ្នឹងក៏នាងនៅតែភ្លឹកដែរដោយយូគីគេខ្លាចថាអាសាកូឈឺទៅគេព្យាយាមស្រែកហៅអាសាកូណាលើកឆាតមកទទួលមកឲ្យបណ្ដាឲ្យទឹកភ្លៀងអញ្ចឹងអាសាកូនៅពេលដែលឮយូគីនិយាយអញ្ចឹងហ្នឹងនាងក៏បានទទួលឆាតក៏ប៉ុន្តែមើលទៅអារម្មណ៍របស់នាងគឺនៅតែមិននៅក្នុងខ្លួនដដែលហ្នឹងមើលទៅនាងដូចជាមានរឿងអ្វីនៅក្នុងចិត្តចំណែកហ៊ីការ៉ូនៅពេលនេះគេបានទៅរកអ៊ំស្រីនៅផ្ទះរបស់គាត់ហើយនៅពេលដែលចូលមកដល់ខាងក្នុងហ្នឹងអ៊ំស្រីក៏បានចាប់ផ្ដើមនិយាយថាការលាយបញ្ចូលគ្នាគឺគាត់ចង់មានន័យថានៅពេលដែលមានអ្វីមួយពីពិភពលោករបស់ពួកគេចូលទៅ
ក្នុងខ្លួនរបស់គាត់ធាតុខ្លះរបស់ពួកគេក៏នឹងចូលទៅក្នុងវិញ្ញាណរបស់គាត់ដូចគ្នាហើយវាក៏បានកើតឡើងទៅលើកូនប្រុសរបស់គាត់ផងដែរនៅពេលដែលវាកើតឡើងព្រំដែនរវាងពិភពលោករបស់យើងគឺនឹងកាន់តែសពិចសពិលច្បុកច្បល់ហើយវាគឺទាញយកអ្វីដែលមិនល្អចូលមកកាន់តែច្រើនឡើងហេការូនៅពេលហ្នឹងក៏បានសួរទៅកាន់អ៊ំស្រីថាតើនឹងមានអ្វីកើតឡើងអាក្រក់អត់បើសិនបើយូសាគីហ្នឹងនឹងលាយបញ្ចូលច្រើនជាងនេះអ៊ំស្រីក៏បាននិយាយថាគាត់គឺមិនចង់គិតអំពីរឿងទាំងអស់នេះទេទៅហេការូក៏បានបន្តនិយាយទៀតថានិយាយស្មោះត្រង់ទៅទោះបីជាខ្ញុំគឺអាចយល់អំពីអ្វីដែលជាវិញ្ញាណក៏ដោយក៏ប៉ុន្តែខ្ញុំគឺមិនអាចយល់អំពីតម្លៃនៃជីវិតនោះទេសេចក្តីស្រឡាញ់មិត្តភាពគ្រួសារទាំងអស់នោះមនុស្សគឺពិតជាពិបាកយល់ណាស់មែនអត់ខ្ញុំគឺពិតជាមិនអាចយល់ថាវាគឺមានន័យអ្វីឲ្យពិតប្រាកដនោះទេក៏ប៉ុន្តែយូស៊ីគីគេគឺបាននិយាយប្រាប់ខ្ញុំថាខ្ញុំគឺមិនចាំបាច់ត្រូវយល់ទាំងអស់នោះទេហើយខ្ញុំក៏មិនចាំបាច់ត្រូវតែខ្លាយជាមនុស្សនោះដែរដោយសារតែមូលហេតុនេះហើយខ្ញុំគឺមិនចង់ឲ្យយូស៊ីគីរងទុក្ខនោះទេក៏ប៉ុន្តែប្រហែលថ្ងៃចុងក្រោយនេះវាគឺបានប្រែក្លាយជារឿងដ៏ពិបាកណាស់ដោយសារតែមានពេលខ្លះខ្ញុំគឺមិនអាចគ្រប់គ្រងខ្លួនឯងបាននោះទេអ៊ំស្រីក៏បាននិយាយថាប្រហែលជាវាអាចជាដូចចរិតសត្វដែលចុះខ្សោយហើយត្រៀមវាយប្រហារហេការូក៏បានសួរទៀតថាបើអញ្ចឹងគឺមានន័យថាមកពីខ្ញុំចុះខ្សោយមែនអត់វាគឺអត់សំខាន់នោះទេក៏ប៉ុន្តែចរិតរបស់ខ្ញុំបែរជាអាចគ្រប់គ្រងមកលើខ្ញុំបានហើយធ្វើឲ្យវិញ្ញាណរបស់យូសាគីខូចខាតអ៊ំស្រីនៅពេលហ្នឹងក៏គិតនៅក្នុងចិត្តថាក្មេងប្រុសម្នាក់នេះគឺពិតជាគួរឲ្យខ្លាចណាស់តែហ៊ានតែផ្លត់បន្តិចហ្នឹងគេគឺអាចបំផ្លាញអ្វីៗបានទាំងអស់ហេការូគេក៏បន្តសួរទៅកាន់អ៊ំស្រីទៀតថាប្រសិនបើខ្ញុំត្រឡប់ទៅភ្នំវិញតើគ្រប់យ៉ាងនឹងអាចដោះស្រាយបានមែនទេតើសុវត្ថិភាពអ្នកទាំងអស់គ្នាអាចរក្សាបានមែនឬអត់តើអ្វីៗនឹងវិលត្រឡប់ទៅរកភាពធម្មតាវិញទេអ៊ំស្រីក៏គិតប្រកាយដែរក៏ប៉ុន្តែហេការូក៏បានអោនមុខទៅលើតុហើយបាននិយាយថាគេមិនអីនោះទេគេគឺជាបិសាចទោះជាយ៉ាងណាវាគឺមិនមែនជារឿងធំអីនោះទេក៏ប៉ុន្តែហេការូគេគឺទប់លែងជាប់ហើយគេក៏ចាប់ផ្ដើមបង្ហូរទឹកភ្នែកបញ្ចេញសំឡេងយំរបស់គេរួចគេក៏បាននិយាយថាខ្ញុំមិនចង់នៅម្នាក់ឯងនោះទេហេតុអ្វីទៅអ៊ំស្រីនៅពេលដែលឃើញអញ្ចឹងហ្នឹងក៏រកឹតដែរថាជាមួយនឹងហេការូនៅក្នុងស្ថានភាពបច្ចុប្បន្ននេះទោះបីជាគាត់គឺមិនអាចកម្ចាត់វាចេញបានក៏ដោយក៏ប៉ុន្តែគាត់គឺអាចទាញវាចេញពីរាងកាយរបស់ហេការូបានទោះបីជាពួកគេទាំងពីរនាក់នឹងត្រូវរងទុក្ខតាមរបៀបណាក៏ដោយក៏គាត់គឺត្រូវតែធ្វើបែបនេះក៏ប៉ុន្តែនៅពេលដែលគាត់សម្រេចចិត្តរៀបនឹងធ្វើទៅហើយហ្នឹងគាត់ក៏សាប់តែបដូរចិត្តវិញសាច់រឿងក៏បានកើនមកដល់នៅពេលដែលអ៊ំស្រីក៏កំពុងតែកេងគិតនៅលើសាឡុងតែម្នាក់ឯងដោយគាត់គឺបានគិតថាគេគឺទើបតែមាននៅក្នុងពិភពនេះប្រហែលជាមួយឆ្នាំប៉ុណ្ណោះវាអយុត្តិធម៌ពេកហើយសម្រាប់គេក៏ប៉ុន្តែនៅពេលហ្នឹងក៏សាប់តែគាត់សម័យទៅដល់កូនប្រុសរបស់គាត់ដោយគេគឺព្យាយាមដាស់តឿនគាត់ដោយថាភាពចិត្តទន់នេះគឺនឹងនាំឲ្យមានទុក្ខវេទនាធំជាងមុនក៏ប៉ុន្តែគាត់គឺគិតថាគាត់បានដឹងហើយរឿងនោះក៏ប៉ុន្តែគាត់គឺប្រកាសថាហេការូគឺគេមានគ្រួសារដែលកំពុងតែរងចាំឲ្យគេត្រឡប់មកផ្ទះវិញគេគិតសុកណាក៏សាប់តែលឺសូរកណ្ដឹងទ្វារនៅពេលដែលគាត់ដើរទៅបើកទ្វារហ្នឹងក៏បានឃើញថាមានមនុស្សស្រីម្នាក់បានមករកគាត់ចំណែកហេការូនៅពេលដែលគេកំពុងតែដើរត្រឡប់ទៅផ្ទះវិញហ្នឹងគេក៏បានគិតផងដែរទោះបីជាការស្រាវជ្រាវនោះគឺបានបង្ហាញថាខ្ញុំគឺជានរណាក៏ដោយក៏ប៉ុន្តែវានឹងមិនផ្លាស់ប្ដូរការពិតដែលថាខ្ញុំជាបិសាចនោះទេមានអ្វីអាចផ្លាស់ប្ដូរវាបាននោះទេខ្ញុំក៏មិនចង់ធ្វើជាមនុស្សដែរការចង់បានកន្លែងមួយដែលហៅថាផ្ទះនោះគឺជាភាពអះអាងដ៏ឥតសមហេតុផលមួយរួចនៅពេលដែលគេត្រឡប់មកដល់ផ្ទះហ្នឹងម៉ាក់របស់គេក៏បានបើកទ្វារទទួលស្វាគមន៍ការត្រឡប់មកផ្ទះរបស់ហេការូហើយចំពោះសាច់រឿងនៃភាគទី11របស់យើងក៏បានមកដល់ទីបញ្ចប់ហើយណាអ្នកទាំងអស់គ្នាសូមរងចាំតាមដានទស្សនាភាពបន្តជាមួយអេដមីនទាំងអស់គ្នាណាអរគុណជម្រាបលាអ្នកទាំងអស់គ្នាបាយបាយ